យើងទៅមើលអ្នកភូមិថៃដែលនៅជាប់នឹងព្រំដែនមីយ៉ាន់ម៉ាបងប្អូនបាទនាំគ្នាភ័យស្លន់ស្លោបាទពេលឃើញយន្តហោះទម្លាក់គ្រាប់បែករបស់មីយ៉ាន់ម៉ាបាទហោះពីលើក្បាលបាទហោះពីលើបាទតែហោះពីលើភូមិបងប្អូនបាទយល់អារម្មណ៍មួយហ្នឹងហើយបាទធ្លាប់តែយោធារបស់ខ្លួនហ្នឹងបើក F16 មកទម្លាក់គ្រាប់បែកនៅលើទឹកដីខ្មែរបាទឥឡូវនេះគឺមីយ៉ាន់ម៉ាហ្នឹងហោះពីលើវិញម្ដងហើយបាទយល់អារម្មណ៍ហ្នឹងហើយបាទនេះបើតាមសេចក្តីរាយការណ៍របស់អមរិន TV ការប្រយុទ្ធគ្នាខាងមីយ៉ាន់ម៉ានៅតែក្តៅគគុកមិនថមថយឈានដល់ការប្រើប្រាស់អាវុធធុនធ្ងន់ហើយសមរភូមិគឺនៅមិនឆ្ងាយប៉ុន្មានឡើយពីភូមិម៉ៃម៉ែកុនកែនឃុំមហាវ៉ាន់ស្រុកម៉ែសុតនៃខេត្តតាក់ហើយប្រហែលថ្ងៃមកនេះមានការបាញ់ធ្លាយចូលទៅដល់ដីថៃជាបន្តបន្ទាប់ខ្ទេចផ្ទះពលរដ្ឋមានទាំងអ្នករបួសទៀតផងបាទចុងក្រោយនេះគឺពលនៅថ្ងៃអង្គារទី2ខែធ្នូឆ្នាំ2025នេះអ្នកភូមិម៉ៃម៉ែកុនកែនមានការផិតភ័យនឹងចលាចលពេលឃើញមានយន្តហោះទម្លាក់គ្រាប់បែកដែលយោធាមីយ៉ាន់ម៉ាបញ្ជូនមកហើយពួកគេក៏ឃើញការទម្លាក់គ្រាប់បែកចុះមកដែរបាទមីយ៉ាន់ម៉ាប្រយុទ្ធគ្នាបាទសង្គ្រាមស៊ីវិលបងប្អូនបាទអញ្ចឹងទៅទម្លាក់គ្រាប់បែកមកចូលទៅដល់ដីថៃបាទបាទអញ្ចឹងធ្វើឲ្យប្រជាជនថៃនឹងផិតភ័យមែនទែនបាទហើយក៏មានទម្លាក់គ្រាប់បែកចំសាលារៀនចំផ្ទះប្រជាពលរដ្ឋថៃនឹងគឺច្រើនដែរបងប្អូនណាបាទនេះគឺជាព័ត៌មានដែលផ្សាយដោយសារព័ត៌មានអមរិនបាទអមរិន TV បាទនៅថ្ងៃទី2ខែធ្នូឆ្នាំ2025នេះតែម្ដងបាទ